Cambodia has always lived in peace, but now fear grows because Thailand started the war we never asked for. We don't want fights, we just want peace. We are not enemy, we are neighbor, as humans who deserve a safety and a future without hate or war. Thank you. ជាកិច្ចស្វាគមន៍នាងខ្ញុំជូរីល្អហួរសូមលំអរកាយគោរពទៅដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាអ្នកលោកស្រីអ្នកនាងកញ្ញាជាទីគោរពដ៏ខ្ពង់ខ្ពស់នារីត្រីនេះនាងខ្ញុំសូមលើកយកប្រធានបទ24កក្កដាខ្មែររងការបាញ់ប្រហារពីថៃនៅថ្ងៃទី24កក្កដាឆ្នាំ2025ថៃបានបើកសង្គ្រាមបាញ់ប្រហារមកលើប្រទេសកម្ពុជាដែលធ្វើឲ្យវីរៈកងទ័ពកម្ពុជាជាច្រើនបានបូជាសាច់ស្រស់ឈាមស្រស់និងពលីជីវិតនៅក្នុងសង្គ្រាមការពារទឹកដីនៅសង្គ្រាមដែលថៃបានបង្កនោះធ្វើឲ្យខូចខាតនៅផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជាជាច្រើនហើយថៃ